ចឹងយើងចូលដល់ចំណុចថ្មីគឺការកំណត់ទីតាំងឈប់ថេបលើបន្ទាត់ផ្ដេកចានេះគឺការងារដែលគេប្រើភាគច្រើនជាងគេនៅក្នុងការធ្វើឯកសារអីគឺទាក់ទងជាមួយការប្រើឈប់ថេបនឹងឯងចឹងយើងទៅមើលនិយមន័យសិនចឹងការប្រើឈប់ថេបលើបន្ទាត់ផ្ដេកគាត់បន្ទាត់ផ្ដេកអត់នេះបន្ទាត់ផ្ដេកនៅក្នុង Word គឺវាមានបន្ទាត់ផ្ដេកហើយនិងបន្ទាត់ឈរនេះបន្ទាត់ផ្ដេកនេះគឺប្រើសម្រាប់អីគេសម្រាប់ក្រិតពេលយើងចង់អក្សរមកត្រឹមណាចំណៃអញ្ចឹងទៅយើងក្រិតវានៅលើហ្នឹងដល់ពេលបន្ទាត់បញ្ឈរនេះយើងប្រើសម្រាប់ធ្វើអីប្រើសម្រាប់មើលគម្លាតពីលើទៅក្រោមនេះដែលយើងកំណត់រឹមទំព័រកំណត់ margin យើងនេះយើងអាចដាក់មកនៅលើចុងបន្ទាត់នឹងបានសង្កត់មកខាងឆ្វេងមកអាចអូសចឹងបានទេដល់ពេលដែលឯកសារយើងធ្វើមកយើងចង់ឲ្យអូសវាមកខាងលើបន្តិចគ្រាន់ដាក់វាចេញចឹងមកយើងអូសមកឃើញទេចឹងវាទៅសេមកតែត្រឹមហ្នឹងទេឃើញអត់នេះខាងក្រោមដូចគ្នាទាញមកចឹងអានេះដូចគ្នាឃើញទេចឹងការកំណត់ឈប់ថេបលើបន្ទាត់ផ្ដេកត្រូវបានគេប្រើដើម្បីកំណត់ទីតាំងទស្សនិកនៅពេលដែលយើងចុចគ្រាប់ចុចថេបស្គាល់គ្រាប់ចុចថេបអត់នៅលើ keyboard របស់យើងហ្នឹងចឹងការប្រើប្រាស់ឈប់ថេបមានប្រយោជន៍ច្រើនក្នុងការតម្រឹមអត្ថបទចឹងថេបវាខុសពីការតម្រឹម paragraph តម្រឹម paragraph យ៉ាងម៉េចចឹងខ្ញុំដកនេះសិនដកវាតម្រឹម paragraph គឺយើងតម្រឹមមិនយើងចុចមកវាតម្រឹមកណ្ដាលចឹងយើងត្រូវបែងចែកឲ្យច្បាស់ណាតិចច្រឡំប្រើតម្រឹម paragraph ផងតម្រឹម table ផងអត់ដឹងទៅប្រើមួយណាត្រូវវាច្រើនច្រឡំដំបូងច្រឡំតម្រឹម paragraph បានន័យថាម៉េចតម្រឹមនៅក្នុងក្រដាស់យើងទាំងមូលនេះនៅពេលដែលអក្សរយើងមានប៉ុណ្ណេះយើងចង់ឲ្យអក្សរត្រឹមនេះតម្រឹមមកផ្នែកខាងនេះបានអត់នេះចង់ឲ្យអក្សរកម្លាតដែលខ្ញុំមិនត្រឹមខ្ញុំ select នេះត្រឹមនេះចង់ឲ្យវាមកខាងនេះបានអត់ចង់ឲ្យវាដល់តែត្រឹមនេះទេនេះត្រឹមនេះទេដល់ពេលយើងចុចតម្រឹមកដាលឆ្វេងមិនអញ្ចឹងវារត់តទាំងអស់ហ่ะអញ្ចឹងជំរឿយើងប្រើអីយើងប្រើថេបហ្នឹងហើយយើងអត់មានប្រើអាហ្នឹងទេយើងតម្រឹមអានេះបានន័យថាយើងមិនបាច់ខ្វាយខ្វល់អីទេដឹងតែអក្សរហ្នឹងគឺវាចំកដាលกระดาษតែម្ដងហើយមិនបាច់ខ្វល់ថាអូខាងនេះស្មើខាងនេះមិនស្មើដឹងតែចុចតម្រឹម paragraph គឺកម្មវិធីវាចាប់យកតម្រឹមពេញកដាលกระดาษតែម្ដងបើឆ្វេងគឺឆ្វេងតែម្ដងបើស្ដាំតែម្ដងអញ្ចឹងដល់ពេលយើងប្រើថេបមិននេះដោតទៅថេបមកចង់ឲ្យអក្សរដល់ត្រឹមណាចេះឲ្យវាច្បាស់ណាហ្នឹងបាទចេះតែហ្នឹងមួយរស់ស៊ីរស់ហើយនេះចុចថេបមកឃើញអក្សរវារត់មកបាទហើយថេបវាមានដែលយើងប្រើញឹកញាប់ហ្នឹងគឺមានតែ3ហ្នឹងឯងនេះអានេះឆ្វេងអញ្ចឹងវិធីចំណាំគឺយើងមើលកែងវាអានេះខ្ញុំបញ្យល់ច្រើនដល់យើងរៀនយូរបន្តិចកែងមកខាងនេះបានន័យថាតម្រឹមអីអញ្ចឹងវាមកឆ្វេងហើយអាកែងនេះគឺអក្សរណានេះអក្សរវាមកស្មើយល់បានអត់កែងមកខាងនេះនេះយើងចំណាំថាបន្ទាត់បញ្ឈរនេះគឺការតម្រឹមអក្សរហើយឲ្យតែឃើញបន្ទាត់បញ្ឈរនេះគឺអក្សរវាមកខាងហ្នឹងឯងយល់បានអត់ចុះបន្ទាត់បញ្ឈរនេះវាចេះ
อันนี้ก็អក្សរដែរនេះបាទហើយតម្រឹមកដាលយល់តម្រឹមកដាលនៅក្នុងថេបអត់ឧទាហរណ៍តម្រឹមបើយើងតម្រឹមជាលក្ខណៈ paragraph យើងតម្រឹមមកអក្សរមិនទោះបីទៅសេដល់អក្សរវាមិនស្មើគ្នាក៏អក្សរវាចាប់យកឯគេកដាលអញ្ចឹងតោះអត់ចឹងកន្លែងនេះមើលយល់ចឹងនេះនៅក្នុងនេះមានហើយតម្រឹមឆ្វេងតម្រឹមស្ដាំមុននឹងប្រើធេបយើងត្រូវស្គាល់និមិត្តសញ្ញាវាសិនស្គាល់ឲ្យច្បាស់សិនណាចានេះតម្រឹមកដាលតម្រឹមកដាលហ្នឹងបានន័យថានេះដូចអក្សរនេះអញ្ចឹងយល់ទេអត់អក្សរនេះគឺតម្រឹមកដាលហើយនេះអញ្ចឹងដល់ពេលដែលយើងចុចថេបមកខ្ញុំ enter មួយទៀត zoom ឲ្យជិតបន្តិចការប្រើថេបយើងដៅវាតែម្ដងទេយើងប្រើបានរហូតយើងចាំបាច់ដៅវាពីរបីដងទេឧទាហរណ៍នេះតម្រឹម paragraph យើង enter មកវានៅតែតម្រឹមកដាល enter ទៀតក៏វានៅតែតម្រឹមកដាលយល់ទេអត់ដល់ពេលយើងប្រើថេបអញ្ចឹងខ្ញុំយកតម្រឹមកដាលនេះតម្រឹមកដាលណាខ្ញុំដៅថេបមកកន្លែងនេះខ្ញុំចង់ឲ្យអក្សរហ្នឹងដល់ពេលមើល cursor ខ្ញុំផងនេះដល់ពេលខ្ញុំចុចថេបមក cursor វានឹងរត់មកកន្លែងបទិតទី15នេះឃើញអត់អញ្ចឹងយើងប្រើថេបបើយើងមិនចុចថេបវាមិនមកត្រូវអត់យើងដៅវាហើយទោះតែយើងចុចថេបបាទយើងកុំភ្លេចចុចបើភ្លេចចុចវាមិនមកទេភាគច្រើនយើងប្រើដំបងយើងភ្លេចអាកន្លែងហ្នឹងយើងភ្លេចចុចថេបចឹងហេតុអីបានវាមកហេតុអីបានវាមក cursor នេះ cursor នៅកន្លែងណានៅទៅប៉ុន្តែឲ្យតែយើងដៅថេបនេះយើងដៅគោលដៅនេះមួយហើយយើងចុចគ្រប់ចុចថេបមួយមកខ្ញុំចុចមើល cursor ឲ្យទៅហ្នឹងកន្លែងនេះចុចមក cursor វានឹងមកកន្លែងហ្នឹងដល់ពេលយើងសរសេរអក្សរយើងមើលអក្សរនេះមកកដាលអត់នេះកដាលអត់នេះអញ្ចឹងខ្ញុំចុចសង្កត់វាជាប់ដើម្បីឃើញបទិតមួយឃើញទេយល់អត់អញ្ចឹងកដាលនេះអត់អញ្ចឹងយើងដៅតែមួយទេបន្ទាត់ក្រោយទៀតយើងអត់ចាប់បាច់ចុចដៅថេបនឹងម្ដងទៀតទេយើងគ្រាន់តែ enter មកអត់ចាំបាច់ដៅថេបនឹងទៀតទេដល់ពេលយើង enter យើងមើល cursor របស់យើងនៅបន្ទាត់ទីប៉ុន្មានយើងមើលរួចហើយយើងមើលនៅបន្ទាត់ផ្ដេកខាងលើនេះមានជាប់ថេបឬអត់ជាប់អត់បាទបើជាប់យើងគ្រាន់តែចុចថេបមកឃើញទេ enter ថេបអក្សរហ្នឹងកដាលអត់ enter ថេបចុចថេបមិនថេបទេហេតុអីបានអក្សរនេះវាមករត់មកវែងឯនេះដោយសារអីដោយសារអក្សរហ្នឹងវាវែងពេកបើវាវែងវាច្បាស់ជារត់មកកលៀតខាងហ្នឹងហើយអញ្ចឹងដើម្បីតម្រឹមវាឲ្យស្មើគ្នាល្អនេះកន្លែងថេបនេះកន្លែងនេះមើលណាវាអត់ចេះយើងចង់ទាញវាម្ដងទាំងអស់យើងអត់ចង់ទាញវាម្ដងមួយទេបើយើងចុច select បន្ទាត់ខាងនេះទាញម្ដងមួយវាបានតែមួយទេព្រោះអត់ដោយសារគោលដៅរបស់យើងចង់តម្រឹមហ្នឹងគឺតម្រឹមជួរហ្នឹងឲ្យចំកដាលទាំងអស់យើងចង់ទាញវាទាំងអស់យើង select ទាំងអស់ចឹងមករួចហើយយើងទាញចឹងមកនេះឃើញអត់ឃើញវាមកទាំងអស់អត់ចឹងឲ្យតែថេបដូចគ្នាអញ្ចឹងយើង select អញ្ចឹងមកទាញវាមកគឺយើងអាចទាញវាម្ដងទាំងអស់បានដែរភាគច្រើនបើយើងទាញគឺច្រឡំទាញអញ្ចេះទេបាទដាក់ cursor នៅបន្ទាត់អញ្ចឹងរួចទាញអញ្ចឹងវាបានមកតែមួយហ្នឹងយល់អត់វាដល់ពេលយើងតម្រឹមមកគោលដៅប្រើថេបរបស់យើងគឺខុសហើយវាអត់ស្មើគ្នាទេយើងប្រើអញ្ចឹងមិនន័យថាប្រើពីរថេបខុសអញ្ចឹងការប្រើថេបគឺមានប៉ុណ្ណឹងហើយអានេះសម្រាប់
តម្រឹមទស្សភាគសម្រាប់តម្រឹមលេខទស្សភាគលេខក្បៀសចឹងហ្នឹងគេមិនសូវប្រើអាម៉ានេះចឹងមួយទៀតចឹងថេបរបស់យើងគឺមានប៉ុណ្ណឹងឯងប៉ុន្តែអ្វីដែលក្រៅពីនេះទៀតយើងត្រូវស្គាល់នេះកន្លែងបន្ទាត់កន្លែងនេះដែរនេះកន្លែងនេះសូមឲ្យមើលបន្តិចប្រយ័ត្នអត់ចេះភាគច្រើនចុចជឿបអត់ចេះដោះទេនេះកន្លែងនេះកន្លែងនេះគេហៅថាខាងលើនេះគេហៅថា first line indent បើន័យថាវាតាក់ទងជាមួយនឹងអានេះឯងនេះយល់អត់វាមានអីគេខាងឆ្វេងនេះខាងអីខាងស្ដាំយល់អត់នេះនេះគឺវានៅខាងលើយល់អត់ចឹងយើងមិនបាច់ទៅមើលកន្លែង layout នេះទេមើលតែបន្ទាត់លើនេះមកបានហើយអានេះ first line មានន័យថាបន្ទាត់ដំបូងដើមបន្ទាត់ដំបូងនៅពេលយើងចុចទាញមកចង់ឲ្យបន្ទាត់ទី1ហ្នឹងវាតម្រឹមត្រឹមណាដល់ពេលដែលយើងសរសេរឯកសាររបស់យើងនៅពេលដែលយើងសរសេរយើងមើលត្រឹមកែងនេះឃើញទេខាងនេះគឺកន្លែងគេមកដាស់ទេសល់ដល់ពេលមកត្រឹមនេះយើងអាចសរសេរបានកន្លែងនេះយើងសរសេរបានត្រឹមនេះយល់អត់ចង់ឲ្យដើមបន្ទាត់យើងសរសេរវាមានដើមបន្ទាត់វាមានចុះបន្ទាត់អីចឹងទៅនេះចាំបន្តិចសិននេះទាញមកត្រឹមណាវាមកត្រឹមនឹងឯងសេមកបាទឥឡូវមើលអានេះសិនចង់ឲ្យវាមកត្រឹមណាទាញអញ្ចឹងមកសង្កត់ឲ្យជើបទាញកន្លែងនេះវាតម្រូវឲ្យយើងមើលចំណុចឲ្យច្បាស់មុនយើងចុចប្រយ័ត្នចុចមកច្រឡំចុចទាំងពីរអញ្ចឹងខ្ញុំទាញដាក់ចេះសិនហើយយើងមើលមកផ្នែកខាងក្រោមនេះវាមានកលៈ2វាមិនមានតែមួយទេណាវាមាន2ឃើញអត់អានេះ indent នេះវាយើងមើលមាន2ណាអានេះចុច select វាឲ្យត្រូវនេះបើយើងចុចខាងលើខ្ញុំក៏ចុចច្រឡំដែរនេះឃើញអត់វាមាន2ចុចខាងលើវាមកអញ្ចឹងយល់អត់អានេះវាតាក់ទងជាមួយនឹងការដាក់ចំណុចបជីអីចឹងទៅនេះឧទាហរណ៍ខ្ញុំដាក់ចំណុចចឹងណាដល់ពេលខ្ញុំចុចទាញខាងលើនេះនេះទាញមកទាំងអស់ចុចខាងនេះមកចាំតិចចុចទាញតែមួយទេអាហ្នឹងនេះដល់ពេលយើងចុចចំណុចខាងលើហ្នឹងវាទាញមកបានតែអីគេអក្សរទេអញ្ចឹងចំណុចបជីយើងនៅទុកនៅដដែលយល់អត់យើងមើលកលៈខាងក្រោមនេះឲ្យទឿនណាប្រយ័ត្នអត់ចេះកលៈខាងក្រោមនេះដល់ពេលយើងទាញខាងក្រោមនេះយើងមើលឃើញអត់ខ្ញុំស៊ូមមកចិត្តតិចនេះមើលឃើញអត់ប៉ុណ្ណឹងអានេះមាន2អានេះទាញអីគេមិញចឹងខ្ញុំដាក់ប្រើអានេះវិញចាំខ្ញុំប្រើអានេះបន្តិចឲ្យវាជាប់អត់តែចុចឲ្យវាចេញអក្សរនេះពីលើវាសិនយកមកដាក់មកឲ្យវាចេញអក្សរចឹងអញ្ចឹងបើចេញ left indent មកនេះខុសហើយឲ្យវាចេញនេះចេញនេះចេញ hanging indent ហ្នឹងมันវាចេញមកវាចុចទាញអញ្ចឹងបាទបើយើងចុចទាញអានេះបានន័យថាមកទាំងអស់ចុចខាងក្រោមនេះណាមកទាំងអស់មកទាំងខាងលើហើយនឹងខាងក្រោមយល់អត់អានេះកន្លែងយើងទាញអីគេអក្សរសេរីមកខាងណាក៏បានដែរយល់អត់អញ្ចឹងដល់ពេលយើង enter ឃើញទេ
trong tiên viên tầng 3 chạy select máu tiên mà nè nhé màu tầng 3 à vô lót lên nắng sau cho nam đi phong nàyนี่ฮะfirst line นี่វារត់មកដល់នេះហើយឃើញទេ first line នេះរត់មកដល់នេះហើយនេះទាញមកដាក់ត្រឹមនេះវិញមកអសវាមកត្រឹមហ្នឹងវិញតណត់កន្លែងហ្នឹងអញ្ចឹងអានេះមិនសូវប្រើទេប៉ុន្តែបើវាជឿបយើងត្រូវទាញវាមកត្រឹមនេះវិញបើន័យថាសិលឹកកិច្ចការរបស់យើងគឺពីត្រឹមនេះមកត្រឹមនេះអាកន្លែងដែលសល់នេះគឺគែមកដាស់ឥឡូវមើលយល់អត់ចឹងម្ដងទៀតសរុបមកនេះអាកន្លែងនេះគឺ first line មកន័យថានេះអាបន្ទាត់ដែលយើងទាញឃើញទេវាមកហើយបន្ទាត់ទី1អញ្ចឹងវាមាន3ហ៎វាមានតែ2ទេណាបើយើងចាប់អាខាងក្រោមនេះយើងឃើញមានអាខាងក្រោមនេះវាមាន2កលៈបាទយើងប្រើតាស្រួចនេះទេនេះបើយើងទាញអាស្រួចនេះវាមកតាអសទេបើយើងទាញអាខាងអានេះវាមកទាំងអីគេទាំងអស់នេះឃើញអត់បើន័យថា cursor របស់យើងនៅលើបន្ទាត់ណាទាញបន្ទាត់ហ្នឹងបើសិនជាយើង select ទាំងអស់អញ្ចេះបាទយើងទាញមកគឺវាមកទាំងអស់តែម្ដងយើងធ្វើអីមួយគឺយើងត្រូវ select វា select អក្សរសិនចង់ឲ្យវាមកតែពីបន្ទាត់ហ្នឹងទាញវាមកអញ្ចឹងមកយល់អត់ដល់ពេលយើងដូរចំណុចហ៎បើន័យថាបើវាបន្ទាត់ជាមួយគ្នាយើងដូរចំណុចបញ្ជីយ៉ាងម៉េចវាច្បាស់ជាដូរទាំងអស់ហើយត្រូវអត់កន្លែងហ្នឹងឃើញទេទាញអញ្ចឹងមកអាចដូរទៅចំណុចផ្សេងបានហើយតោះអត់អញ្ចឹងមានតែប៉ុណ្្នឹងឯងចាំយកវីដេអូនេះទៅមើលបន្ថែម